បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកម្ហូបស្ងោរស្ពៃក្តោបបងប្អូនជាមួយនឹងសាច់ជ្រូក3ជាន់ឥឡូវនេះខ្ញុំដាំទឹកពុះហើយខ្ញុំចាក់គ្រឿងក្រូវចូលមានដូចជាទឹកត្រីស្ករប៊ីចេងអញ្ចឹងណាព្រោះដោយសារសាច់ជ្រូកនេះខ្ញុំលាយម្សៅរ៉ូឌីហើយឥឡូវខ្ញុំចាប់ផ្ដើមបង់គ្រឿងហើយបង់សាច់ចូលតែម្ដងទៅព្រោះថាកុំឲ្យខាត់ពេលយូរអញ្ចឹងណាបងប្អូនហើយបងប្អូនហើយធម្មតាមកម្ហូបអ្នកនៅតាមជនបទយើងមានអីមានតែស្លក់ប្រហើស្ងោរតឡាចស្ងោរអីចឹងណាប៉ុន្តែស្ងោរតឡាចប្តីខ្ញុំក៏អត់ចូលចិត្តទេបើស្ងោរស្ពៃក្តោបចឹងក៏ហូបអញ្ចឹងណាឥឡូវចាប់ផ្ដើមបង់បន្លែបងប្អូនព្រោះទឹកយើងពុះហើយអញ្ចឹងយើងចាប់ផ្ដើមបង់បន្លែតែម្ដងទៅដល់ពេលបង់បន្លែហើយចឹងទៅយើងក៏គ្របវាមួយសន្ទុះសិនណាដល់ពេលទឹកពុះហើយយើងបើកមើលហើយមើលទៅតាបន្លែយើងឆ្អិនហើយរៀងសពប់ហើយអញ្ចឹងមើលមកយើងចង់ហូបខ្លួនឯងថាប៉ុន្មានយើងហូបឆ្ងាញ់អញ្ចឹងណាហើយក៏ភ្លក់ទៅឲ្យឆ្ងាញ់ហើយខ្ញុំក៏ថែមស្លឹកខ្ទឹមថែមស្លឹកខ្ទឹមពីលើអញ្ចឹងណាបងប្អូនព្រោះថាយើងធម្មតាស្ងោរតែមានស្លឹកខ្ទឹមដាក់ពីលើអញ្ចឹងហើយមើលតែជាតិហើយអត់ឲ្យចិត្តទេក៏ហៅប្តីមកភ្លក់ព្រោះថាអ្វីក៏ដោយតគាត់ចូលចិត្តអញ្ចឹងបាទខ្ញុំធ្វើអញ្ចឹងណាឥឡូវក៏ថាជាតិដែរ